អត់ហ្នឹងហើយឃើញមានបងប្អូនច្រើនសនំពរខ្ញុំចែកម្លែកបទពិសោធន៍ហើយថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយដើម្បីឲ្យជាមូលដ្ឋានគ្រឹះនៃការដាំដុះស្មៅហ្នឹងហើយដើម្បីពេលដែលយើងដាំដុះទៅដើម្បីទទួលបានផលល្អគប់ប្រសើរហ្នឹងហើយជាដំបូងអ្វីដែលសំខាន់សម្រាប់មូលដ្ឋានគ្រឹះនៃការដាំដុះស្មៅបងប្អូនគួរតែរៀបចំដីឲ្យបានល្អប្រសើរហ្នឹងហើយដីយើងគួរតែភ្ជួរឲ្យវាយគប់ហាលវាចោលរយៈពេល7ថ្ងៃបន្ទាប់មកយើងយកកបោកសកម្មនេះយកមកបាចបន្ទាប់ពីបាចហើយយើងរៀបចំទាញខ្សែដោយចន្លោះពីរងមួយទៅរងមួយមានគម្លាត1ម៉ែត្រហើយបើដីបងប្អូនជាប្រភេទដីជាប់ទឹកបងប្អូនគួរតែធ្វើរងបែបហ្នឹងហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងធ្វើថាតើបន្ទាប់ពីដាំហើយយើងគួរតែត្រៀមបច្ចេកទេសអ្វីខ្លះក្នុងការថែទាំដើម្បីឲ្យទិន្នផលស្មៅយើងកើនឡើងខ្ពស់បងប្អូនដើម្បីទទួលបានចំណេះដឹងផ្នែកកសិកម្មអំពីការដាំស្មៅនិងចំប្រពៃណីជាបងប្អូនជួយ follow ម្នាក់មួយផងអរគុណ